អ្នកទាំងអស់គ្នាមានដឹងថាហេតុអីទើបនាងសវណ្ណមច្ឆាហើយនឹងហនុមានគេបានតាក់ទងគ្នាភាគនឹងនាំគ្នាមកនិយាយដើមពីអ្នកប្រពន្ធហ្នឹងមករឿងហ្នឹងឯងក៏វាចែបន្ទាប់ពីក្រុមស្វាទៅកសាងស្ពានឲ្យព្រះរាមណាស្ពានហ្នឹងលក្ខណៈថាគេកសាងលឿនណាយល់អត់រយៈពេលតែប្រហែលថ្ងៃទេទៅនឹងជិតដល់អញ្ចឹងក៏ប៉ុន្តែគេមានមូលហេតុអីបានហនុមានត្រូវកសាងស្ពានហ្នឹងឲ្យហើយក្នុងរយៈពេល7ថ្ងៃតែថ្ងៃហ្នឹងអត់និយាយរឿងហ្នឹងទេថ្ងៃហ្នឹងមិននិយាយរឿងនេះទេដល់ពេលតំណឹងធ្វើស្ពានជិតហើយហ្នឹងដឹងទៅដល់ទសមុខហើយទសមុខហ្នឹងគេក៏ហៅនាងសវណ្ណមច្ឆាឲ្យមកជួបដឹងស្រាប់ហើយថានាងសវណ្ណមច្ឆាហ្នឹងគឺជាកូនរបស់ទសមុខចាំបានអត់អញសអីចឹងណាដល់ទៅខ្លួនឯងទៅរកពួកទេពអប្សរលេងបានណោះក៏កលេចទៅឃើញត្រីក៏ប្រែក្រាខ្លួនឯងជាត្រីឈ្មោលទៅស៊ីត្រីញីមកកើតកូនមកជានាងសុផាន់មច្ឆាយល់អត់ហ្នឹងណាដល់ទៅក៏ហៅនាងសវណ្ណមច្ឆាហ្នឹងឲ្យមកជួបប្រាប់ថាព្រះរាមកំពុងតែនាំកងទ័ពមកវាយលុកក្រុងនគរយើងហើយអញ្ចឹងកូនឯងឆាប់នាំបរិវាររបស់កូនឯងប្រើវិធីអីក៏បានដែររីរាំងឲ្យបានអញ្ចឹងណានាងសវណ្ណមច្ឆាហ្នឹងក៏ទទួលបញ្ជារបស់ព្រះបិតាហើយក៏បញ្ញាប់ទៅអញ្ចឹងដល់ពេលក្រុមស្វាហ្នឹងស្រាប់តែកសាងបដាស្រាប់តែឃើញបដាថាមិនបានទម្លាក់ទៅស្រាប់តែបាត់អញ្ចឹងហ៎សាបោះទៀតទៅក៏នៅតែបាត់ទៀតអត់អស់ចិត្តទេមកប្តឹងមករាយការណ៍ឲ្យព្រះរាមថាវាខុសសង្កេតណានេះនាំគ្នាទៅមើលដល់ទៅហនុមានហ្នឹងគេសុកចិត្តស្ម័គ្រចិត្តច្រឡឹបទៅបាតសមុទ្រដើម្បីមើលថាមានរឿងអីកើតឡើងអញ្ចឹងណាក៏បានចមុចទៅបាតសមុទ្រពេលទៅដល់ស្រាប់តែឃើញក្រុមពួកត្រីពួកវាថាពួកសត្វសមុទ្រហ្នឹងនាំគ្នាទៅពំយកថ្មចេញក៏ដេញកាប់ដេញចាក់ប៉ុន្តែនាងសវណ្ណមច្ឆានឹងឃើញថាហនុមានកំពុងតែតាមស្លាប់បរិវាររបស់ខ្លួនឯងក៏អាណិតបរិវារខ្លួនឯងក៏ស្រែកថាហេអ្នកឯងចង់ធ្វើអីហ្នឹងរបៀបថាចូលមកហាមកុំឲ្យហនុមានស្លាប់បរិវាររបស់ខ្លួនឯងអញ្ចឹងណាដល់ទៅហនុមានហ្នឹងក៏ដេញតាមនាងសវណ្ណមច្ឆាម្ដងដេញតាមមកនាងសវណ្ណមច្ឆាតាមខ្ញុំមិនតាន់ទេបើខ្លាំងតាមមកអញ្ចឹងណាហនុមានហ្នឹងក៏ប្រឹងតាមតទៅជាប់ផ្ទះរបស់នាងសវណ្ណមច្ឆាដល់ពេលជាប់ផ្ទះអាកន្លែងហ្នឹងក៏ប្រយុទ្ធគ្នាជាមួយនឹងក្តាមហ្នឹងប្រយុទ្ធគ្នាមករហូតតអាថ្មនៅក្នុងលាអាងក្រោមទឹកហ្នឹងណាវាធ្លាក់មកស្រាប់តែអាថ្មហ្នឹងត្រូវធ្លាក់ទៅប៉ះទៅសកិននាងសវណ្ណមច្ឆាហើយនាងសវណ្ណមច្ឆាហ្នឹងវាថាវាភ្ញាក់គេអត់តន់ណាដល់ទៅហនុមានហ្នឹងក៏គេហក់មកជួយអូយគេលៀបថាដូចក្នុងរឿងលៀបថាគេមើលគ្នាទៅគេមើលគ្នាមកអីចឹងគេហៅភ្នែកស្លឹងភ្នែកមាត់ស្លឹងមាត់នៅលើថ្ពាល់លើភ្នែកលើទ្រូងស្នេហ៍គេមើលគ្នាអញ្ចឹងទៅលឿថាសូម្បីតែសរាយសមុទ្រស្លាយអីក៏គេដឹងចិត្តណាស់លោកអើយលឿថាឃើញអុយអញ្ចឹងគេគ្នាក៏ជួយបាំងជួយអីអញ្ចឹងទៅដល់ពេលសរាយសមុទ្រសរាយអីបាំងឡើងងឹតចិត្តឈឹងហើយហនុមាននឹងក៏គេបញ្ចេញរិទ្ធគេស្ងាបចេញជាមាសជាពេជ្រជាផ្កាយជាប្រច័នអីចេញមកស្ងាបបញ្ចេញជាផ្កាយអីចេញមកអញ្ចឹងទៅដើម្បីលឿថាបង្កើតអំពូលត្រីយល់អត់រ៉ូមែនទិកដល់ទៅក៏អីចឹងយល់អត់ដល់គេហើយដល់ពេលគេហើយគេដល់វគ្គដេកអោបគ្នាម្ដងគេអោបគ្នាអញ្ចឹងទៅក៏ហនុមាននឹងគេនិយាយថាអូនសម្លាញ់អ៊ុយច្រឡំបេះដូងក៏ពិតទៅប៉ារបស់បេះដូងហ្នឹងណាបានលួចឆក់ពនាងសេដាដែលជាប្រពន្ធរបស់ព្រះរាមជាប្រពន្ធរបស់ម្ចាស់បងហ្នឹងណាបានលួចគាត់យកមកក្រុងលង្កាហ្នឹងណាអញ្ចឹងបានព្រះរាមគាត់ត្រូវធ្វើដំណើរទៅយកប្រពន្ធគាត់ត្រឡប់មកវិញហ្នឹងណាហើយបងត្រូវធ្វើស្ពានហ្នឹងឲ្យបានគ្រប់រយៈពេល7ថ្ងៃបើសិនជា7ថ្ងៃនឹងស្ពានហ្នឹងអត់គ្រប់ទេអត់ទាន់ហើយទេអូយបងប្រកាសជាងាប់រំខាននេះដឹងនាងសវណ្ណមច្ឆាគេនិយាយថាម៉េចហើយមកដល់ពេលហ្នឹងហើយបើឯងប្រៀបដូចជាម្ចាស់ជីវិតរបស់អូនអញ្ចឹងឃើញអញបើសិនជាបងឯងមានកូនបំណុលបាត់ហ្នឹងមែនអត់អីទេចាំអូនជួយទៅគេក៏នាំបាក់ពួកបរិវាររបស់គេហ្នឹងទៅរើថ្មយកទៅដាក់រើថ្មពីកន្លែងផ្សេងយកមកដាក់បន្ទប់ជួយបន្ទប់ឲ្យបានឆាប់ហើយរហូតដល់ស្ពានហ្នឹងហើយទៅដល់ក្រុងលង្កា
រហូតដល់ព្រះរាមធ្វើដំណើរបានធ្វើដំណើរចេញចូលទៅក្នុងក្រុងលង្កាអញ្ចឹងទៅហើយរឿងរាមកេរដូវកាលទី1សូមចប់ត្រឹមហ្នឹងព្រោះអីចាប់ផ្ដើមចូលទៅដល់ក្រុងលង្កាបានចូលដល់រដូវកាលទី2ជារដូវកាលដែលប្រយុទ្ធរហូតប្រយុទ្ធរហូតអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានចាប់ផ្ដើមពីคลิปក្រោយទៅនឹងនិយាយរឿងរដូវកាលទី2ផងនិយាយរឿងទេវកថាបែបផ្សេងផងអរគុណ